សម្ដេចតេជោហ៊ុនសែនកម្ពុជាអត់ធ្មត់គ្រប់គ្រាន់ហើយដូច្នេះដល់ពេលប្រើសិទ្ធិការពារខ្លួនក្រោយពីមានការគំរាមជាបន្តបន្ទាប់ពីនាយករដ្ឋមន្ត្រីនិងមេទ័ពថៃថានឹងវាយយកដីកម្ពុជានិងកំទេចសមាជធាតុយោធាកម្ពុជាឲ្យខ្សោយរយៈពេលយូរក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាពកាលពីល្ងាចម្សិលមិញថ្ងៃអង្គារទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកអង្គារនេះតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនាព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាបើតាមនាយករដ្ឋមន្ត្រីថៃអនុទិនបានប្រកាសថានឹងប្រើកម្លាំងវាយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលានដ្ឋានរឹងមាំជាមួយនឹងប្រដាប់អាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលានដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនមែនប៉ាន់ដែកដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមាជធាតុកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអាចអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងមើលមនុស្សចំនួនដែលការពីកម្ពុជាតបតដើម្បីការពារខ្លួនពីខែកក្កដាពួកគេចោទយើងថាលមោបសង្គ្រាមពេលយើងអត់ធ្មត់គ្រប់បទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ទឹកដីឲ្យថៃដើម្បីដូរយកសន្តិភាពពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង